khănនៃការទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌របស់នាយទាហាននៃកងរាជអាវុធហត្ថគឺទី1ឋានន្តរស័ក្តិរបស់គាត់ចាប់ពីនាយចំណងឡើងទៅទី2បម្រើការងារជានាយទាហាននៃកងរាជអាវុធហត្ថយ៉ាងតិច2ឆ្នាំទី3ទទួលបានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ទី4មានសេចក្តីសម្រេចតែងតាំងជាមន្ត្រីនគរបាលយុត្តិធម៌រវាងដែលសេចក្តីសម្រេចនេះគឺធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហើយនិងរដ្ឋមន្ត្រីក្រសួងការពារជាតិទី5ស្បត់នៅចំពោះមុខសាលាឧទ្ធរណ៍ណាអញ្ចឹងតើបំពេញលក្ខខណ្ឌនឹងអស់ហើយទើបនាំឲ្យនាយទាហាននៃកងរាជអាវុធហត្ថคล้ายទៅជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានសិទ្ធិតាមផ្លូវច្បាប់ឬក៏មានភារកិច្ចនៅក្នុងការពិនិត្យបទឧក្រិដ្ឋមជ្ឈិមលហុមានសិទ្ធិក្នុងការទទួលបណ្ដឹងទាមទារបណ្ដឹងបរិហាមានសិទ្ធិក្នុងការស៊ើបអង្កេតបទល្មើសជាក់ស្ដែងមិនជាក់ស្ដែងមានសិទ្ធិក្នុងការកំណត់អត្តសញ្ញាណជនល្មើសមានសិទ្ធិក្នុងការចាប់ជនល្មើសមានសិទ្ធិក្នុងការប្រមូលភស្តុតាង